ស្វាគមន៍មកកាន់ហោពេស៊ីខ្ញុំផែនជីឡានក្រុងមើលទេសភាពពីជាន់យើងកំពុងកាត់តាមទីស្តីការនាយករដ្ឋមន្ត្រីក្នុងរាជធានីភ្នំពេញដែលគេស្គាល់ផងដែរថាវាមានសន្តិភាពដែលជាការិយាល័យសំខាន់របស់រដ្ឋាភិបាលកម្ពុជាមានទីតាំងនៅចំកណ្ដាលរាជធានីភ្នំពេញវាមិនត្រឹមតែមានទីតាំងភូមិសាស្ត្រល្អប្រណិតនិងមធ្យោបាយធ្វើដំណើរដ៏ងាយស្រួលប៉ុណ្ណោះទេប៉ុន្តែថែមទាំងមានបរិស្ថានជុំវិញដ៏ស្រស់ស្អាតនិងឧបករណ៍ជំនួយពេញលេញផងដែររចនាបថស្ថាបត្យកម្មនៃទីស្តីការនាយករដ្ឋមន្ត្រីនៅទីក្រុងភ្នំពេញរួមបញ្ចូលគ្នានូវធាតុផ្សំប្រពៃណីនិងសម័យទំនើបដែលមិនត្រឹមតែឆ្លុះបញ្ចាំងពីបេតិកភណ្ឌវប្បធម៌របស់ប្រទេសកម្ពុជាប៉ុណ្ណោះទេប៉ុន្តែថែមទៀតមកបង្ហាញពីចនាបថរដ្ឋបាលទំនើបផងដែរទោះបីជាព័ត៌មានលម្អិតស្ថាបត្យកម្មអាចត្រូវបានកែសម្រួលដោយសារការផ្លាស់ប្ដូរនៃសម័យកាលក៏ដោយការិយាល័យនាយករដ្ឋមន្ត្រីតែងតែរក្សានូវរូបភាពដ៏ឧឡារិកនិងបរិយាកាសរហូតក្លាយជាទេសភាពដ៏ស្រស់ស្អាតនៅក្នុងរាជធានីភ្នំពេញទាក់ទងនឹងការវិវត្តជាប្រវត្តិសាស្ត្រទីស្តីការនាយករដ្ឋមន្ត្រីនៅទីក្រុងភ្នំពេញបានធ្វើជាសាក្សីនៅដំណើរការដ៏សំខាន់របស់ប្រទេសកម្ពុជាពីឯករាជ្យភាពរហូតដល់ការអភិវឌ្ឍនិងបន្តមកទៅកាន់ទំនើបកម្មវាមិនត្រឹមតែជាកន្លែងសម្រាប់ការិយាល័យរដ្ឋាភិបាលប៉ុណ្ណោះទេប៉ុន្តែក៏ជានិមិត្តរូបនៃស្ថិរភាពនយោបាយនិងការអភិវឌ្ឍជាតិផងដែរមានកន្លែងតាំងពីពណ៌ប្រវត្តិសាស្ត្រនៅក្នុងទីស្តីការនេះយករដ្ឋមន្ត្រីដែលបង្ហាញពីដំណើរការអភិវឌ្ឍនយោបាយរបស់កម្ពុជានិងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់របស់ទីស្តីការនាយករដ្ឋមន្ត្រីតាមរយៈរូបភាពអត្ថបទវត្ថុរូបវន្តនិងទម្រង់ផ្សេងទៀតនេះជាកន្លែងដ៏ល្អមួយដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រនយោបាយនិងវប្បធម៌របស់កម្ពុជា